តោះមកដឹងពី app 2នៅក្នុងការសរសេរតែងសេចក្តីឲ្យកាន់តែល្អប្រសើរជាងមុនខ្ញុំជួបវីដេអូនេះជាពិសេសមិនអូដែលគាត់ពិបាកនៅក្នុងការសរសេរតែងសេចក្តីគ្រាន់តែឃើញប្រធានមកអត់ដឹងថាគួរដាក់កំណត់បែបណាចូលនិយាយទៅអានទៅគឺសុញនៅក្នុងនឹងតែម្ដងអត់ដឹងថាត្រូវផ្ដើមសេចក្តីបែបណាមួយវិញទៀតគឺពិបាកនៅក្នុងការរកអក្សរសិល្ប៍ដាក់ចូលនៅក្នុងតែងសេចក្តីនឹងតែម្ដងអញ្ចឹងស្មានអូដែលគាត់គិតថាកន្លែងខ្សោយតែងសេចក្តីហើយគួរណាតែមើលវីដេអូនេះសិនប៉ុន្តែមុននឹងចូលវីដេអូមួយនេះដែរអ្នកទាំងអស់គ្នាកុំភ្លេចចុច report like ក៏ដូចជា mention ឲ្យមិត្តភក្តិអ្នកទាំងអស់គ្នាឃើញឲ្យបានច្រើនកាន់តែល្អដោយសារតែវីដេអូនេះគឺពិតជាមានសារៈសំខាន់ខ្លាំងមែនតើសម្រាប់ app ទី1នោះវិញគឺមានឈ្មោះថាខ្មែរ literature នៅក្នុង app នេះវិញគឺមានទាំងអស់តែម្ដងចឹងស្មានអូដែលគាត់ download ទៅគឺបានមួយ set ហ្មងមានទាំងអក្សរសិល្ប៍កម្រងតែងសេចក្តីមានទាំងតែងសេចក្តីនៅក្នុងនឹងឲ្យអ្នកទាំងអស់គ្នាអានពេលតនេទៀតហើយមួយទៀតអ្វីដែលកាន់តែពិសេសហ្នឹងគឺអក្សរសិល្ប៍មានទាំងសង្ខេបនិងរឿងពេញចឹងស្មានអូដែលគាត់ចង់បាន app មួយដែលមានគ្រប់សពអញ្ចឹងគឺអាច download app មួយនេះបានសម្រាប់ app ទី2នោះវិញគឺមានឈ្មោះថា writing explanation អ្នកអូនដែលគាត់សុញកំណត់ដឹងថាគួរផ្ដើមសេចក្តីមិនបញ្ចប់មិនអីហ្នឹងគឺអ្នកទាំងអស់គ្នាអាចទៅ download app មួយនេះបានដោយសារតែនៅក្នុងហ្នឹងគឺគេមានគំរូតែងសេចក្តីទាំងអស់តែម្ដងចឹងអ្នកទាំងអស់គ្នាគ្រាន់តែចំណាយពេលនៅក្នុងការអានយកគំនិតឲ្យបានច្រើននៅក្នុងការសេតែងសេចក្តីរបស់យើងទៅនេះគឺវាជួយអ្នកទាំងអស់គ្នាច្រើនគឺនៅពេលដែលខ្ញុំរៀនទី12ក៏ខ្ញុំធ្វើបែបហ្នឹងដូចគ្នាដែរគឺវាជួយឲ្យខ្ញុំមានគំនិតនៅក្នុងការសរសេរតែងសេចក្តីបានច្រើនហើយបែរតែកាន់តែពិសេសគឺខ្ញុំដឹងថាតាប្រធានហ្នឹងគឺគេចង់និយាយពីអីយើងត្រូវដាក់អក្សរសិល្ប៍បែបណាហើយមួយទៀតយើងចេះបញ្ចេញបញ្ចូលពាក្យទៅតាមនឹងឯងសម្រាប់វីដេអូខ្ញុំនេះដែរគឺមានតែប៉ុណ្្នឹងទេអរគុណច្រើនបាយបាយ